Ok,សួស្តីអ្នកទាំងអស់គ្នាបាទថ្ងៃនេះដែរខ្ញុំធ្វើវីដេអូបង្ហាញពីរបៀប sub down Mac ឲ្យបានលឿនណាទូទៅពេលដែលយើងចង់ sub down នៅលើ MacBook យើងមិនត្រូវចុចលើ logo Apple ហើយយើងនឹងមានឃើញពាក្យ sub down មួយមែនទេតែបើយើងអាចបង្កើតជា shortcut key បានហើយចុចតែ key មកប៉ក់បិទគឺរត់តែល្អដូច Windows អញ្ចឹងណាបើ Windows យើងចុចតែ Alt F4 ហើយ Enter អូខេអញ្ចឹងយើងនឹងធ្វើឲ្យវាដូច Windows ដែរយើងអាចបិទលឿនដូចថាយើង clear ឯកសារ clear ហើយយើងបិទវាតែម្ដងមិនបាច់ចាំយក mouse មកចុចលើហ្នឹងហើយចុច shut down ទេអូខេអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែមើលវីដេអូនេះទៅអ្នកទាំងអស់គ្នានឹងចេះ 100% ហើយរបៀបបង្កើតគឺស្រួលទេសម្រាប់ OS សេរីទាបក៏អាចធ្វើបានសេរីខ្ពស់ក៏អាចធ្វើបានដែរខ្ញុំធ្វើនេះនៅលើ OS 26 Mac OS 26ណាអ្នកទាំងអស់គ្នាគ្រាន់តែឃើញការ highlight របស់វាដឹងហើយនេះចឹងអ្នកទាំងអស់គ្នាគ្រាន់តែចូលទៅរកមើលពាក្យថា keyboard អូ scroll មកក្រោមឲ្យអស់មកនេះ keyboard ចឹងអ្នកទាំងអស់គ្នាពេលម្ដងកន្លែងនេះអ្នកទាំងអស់គ្នាគ្រាន់តែឃើញមើលកន្លែងនេះkeyboard shortcut ហ្នឹងអ្នកទាំងអស់គ្នាចុចលើពាក្យហ្នឹងមកហើយអ្នកទាំងអស់គ្នារកមើលពាក្យថា app shortcut នេះអ្នកទាំងអស់គ្នាគ្រាន់តែចុច app shortcut នេះមកហើយម្ដងកន្លែងនេះអ្នកទាំងអស់គ្នាគ្រាន់តែចូលចេះក៏បានមិនក៏បានទេអ្នកទាំងអស់គ្នាគ្រាន់តែចុចសញ្ញាបូកនេះចុចសញ្ញាបូកមកអញ្ចឹងវីដេអូហ្នឹងគាត់ធ្វើប្រាប់បងប្អូននៅក្នុង TikTok គាត់សួរដែរគាត់ថាសុំពីរបៀបធ្វើអញ្ចឹងណាអូខេអញ្ចឹងខ្ញុំចូលដល់កន្លែងនេះអ្នកទាំងអស់គ្នាគ្រាន់ថាឧទាហរណ៍កន្លែងនេះយើងដាក់ subtitle វាបើថាកន្លែងហ្នឹងអូខេឥឡូវថាយើង sub down អញ្ចឹងយើង sub down មកsub down មកអញ្ចឹងមកអូខេអញ្ចឹងអ្នកគាត់ sub down ហ្នឹងមកកន្លែងហ្នឹងកន្លែង subtitle ណាអញ្ចឹងគេហៅ menu នេះ title មកយើងគ្រាន់តែដាក់ពាក្យប៉ុណ្ណឹងទៅហើយកន្លែងនេះពិសេសកន្លែងនេះកន្លែងនេះអូខេកន្លែងហ្នឹងយើងចង់ឲ្យម៉ាស៊ីនហ្នឹង sub down អញ្ចឹងតែយើងកំណត់ key អីខ្លះអ្នកទាំងអស់គ្នាកំណត់ key អីខ្លះដូចខ្ញុំកំណត់ឧទាហរណ៍ថាខ្ញុំកំណត់ Alt ហ្នឹងនៅក្នុង Mac វាចេញ option លេខ4ចុះខ្ញុំកំណត់អញ្ចឹងចុះឧទាហរណ៍អញ្ចឹងអ្នកគ្នាគ្រាន់ចុច key option ហើយចុចលេខ4មកវានឹងចេញបែបនេះអូខេឬអ្នកគ្នាអាចដូរបានចុចkey ផ្សេងបានឧទាហរណ៍ឥឡូវខ្ញុំចុច option ហ្នឹងហើយអក្សរ E ក៏បានលេខអក្សរ O ក៏បាននិយាយរួម silent អ្នកទាំងអស់គ្នាកំណត់ទេអញ្ចឹងខ្ញុំកំណត់លេខ4ចុះអញ្ចឹង option លេខ4អញ្ចឹងសញ្ញា option នៅលើ Mac វាចេញសញ្ញាបែបនេះហើយមានលេខ4អញ្ចឹងណាអូខេរួចអ្នកទាំងអស់គ្នាក៏ចុច OK មកហើយដានអញ្ចឹងអ្នកទាំងអស់គ្នានឹងមកដល់កន្លែង menu របស់វានេះចុចកន្លែងនេះមកមិនឃើញកន្លែងនេះអត់ទាន់ឃើញនេះទេមែនទេអត់ទាន់ឃើញកន្លែងពាក្យថា sub down មួយទៀតដែលមាន shortcut key ដូចចេះណាអញ្ចឹងអ្នកនរគ្នាគ្រាន់តែ restart ម៉ាស៊ីនមួយមកអញ្ចឹងអ្នកនរគ្នាគ្រាន់តែ restart ម៉ាស៊ីនមួយសិនមកអូខេអញ្ចឹងអ្នកនរគ្នាគ្រាន់តែ restart មួយសិនមកចុច restart ក្រោយពី restart ហើយអ្នកទាំងអស់គ្នានឹងឃើញកន្លែងនេះឃើញមាន2 sub down យើងមាន2អញ្ចឹងកន្លែងនេះយើងអាចកំណត់ shortcut key បានអញ្ចឹងណាអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែចុច option ជាមួយនឹងលេខ4ទៅ sub down ហើយអញ្ចឹងអញ្ចឹងអ្នកទាំងអស់គ្នាក៏អាចកំណត់បានថាដាក់អក្សរអីក៏បានដែរតាមតែអ្នកទាំងអស់គ្នាចូលចិត្តអញ្ចឹងណាអញ្ចឹងអ្នកទាំងអស់គ្នាអាចសាកល្បងបានហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេហើយរបៀបដោះវិញអ្នកទាំងអស់គ្នាអាចចូលទៅ setting វិញបើអត់ចង់ដាក់ទេណាចូលទៅ setting វិញមកអ្នកទាំងអស់គ្នាគ្រាន់តែ scroll មកក្រោមហើយរកមើលពាក្យ keyboard ដដែលមកហើយចុចកន្លែងដដែលមកគឺ shortcut key shortcut ហ្នឹងមកហើយអ្នកទាំងអស់គ្នាចូលទៅកន្លែង add shortcut ហ្នឹងដូចគ្នាមកហើយចូលកន្លែង show នេះ all application នេះអ្នកទាំងអស់គ្នាចុច show ជាមកអញ្ចឹងអ្នកទាំងអស់គ្នាឃើញកន្លែងយើងកំណត់នេះអញ្ចឹងអ្នកទាំងអស់គ្នាចុចទៅលើពាក្យកន្លែងហ្នឹងមកហើយចុចសញ្ញាដកនេះអ្នកទាំងអស់គ្នាអាចដកវាវិញបានហើយវិធីសាស្ត្រស្រួលទេគ្រាន់តែដកចុចដកមកអូខេអញ្ចឹងវាបាត់ហើយលែងមាន key shortcut លើនេះតែអ្នកទាំងអស់គ្នាគ្រាន់តែ restart ម៉ាស៊ីនមួយបានលែងឃើញអញ្ចឹងណាអញ្ចឹងយើងមុនយើងកំណត់ហើយ restart មួយយើងដកចេញក៏ត្រូវ restart ម៉ាស៊ីនមួយដែរអូខេវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបងប្អូនអរគុណច្រើនក្រៅពីយើង restart អីហើយយើងមានពាក្យ sub down អញ្ចឹងណាហើយឥឡូវយើងប្រាប់ពីរបៀបឥឡូវយើងធ្វើតេស្ត sub down ទាំងអស់គ្នាថាយើងបង្កើត shortcut key ហ្នឹងវាពិតជាបានប្រយោជន៍មែនអត់សម្រាប់យើងធ្វើការលឿនអញ្ចឹងណាអូខេនេះអូខេវា sub down មាន2មានបង្កើត shortcut key នេះមួយហើយនេះមួយអញ្ចឹងណាអញ្ចឹងយើងធ្វើតេស្តទាំងអស់គ្នាអ្នកទាំងអស់គ្នាគ្រាន់តែចុចមិញខ្ញុំបានកំណត់ option ជាមួយនឹងលេខ4អញ្ចឹងអ្នកទាំងអស់គ្នាអាចកំណត់ផ្សេងបានតែឥឡូវខ្ញុំធ្វើតេស្ត
option សិនទៅមើលនៅក្នុង Windows នេះគេហៅ Alt អញ្ចឹងខ្ញុំដាក់ option នឹងហើយចុច key option នេះជាប់ហើយចុចជាមួយនឹងលេខ4ចាំមើលតើ sub down អត់អញ្ចឹងណាអូខេ1 2 3ចុចប៉ាក់ឃើញទេមិនសិន sub down លឿនមែនតើគ្រាន់តែមកប៉ាក់គឺបិទតែម្ដងអញ្ចឹងណាចឹងអ្នកទាំងអស់គ្នាគ្រាន់តែធ្វើបែបហ្នឹងគឺអាចបិទម៉ាស៊ីនលឿនមិនបាច់ចាំចុចទៅលើ2 3ដងអីចឹងណាមិនបាច់ចុចលើ menu វាអញ្ចឹងទៅចុចលើ menu ហើយបានចុចពាក្យ sub down ទេអូខេឥឡូវខ្ញុំចុចបើកវិញហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអរគុណច្រើនអ្នកទាំងអស់គ្នាដែលតាមទស្សនាណាអរគុណ